បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាវីដេអូ Channel បញ្ញាបុត្រថ្ងៃនេះខ្ញុំមានវីដេអូមួយទៀតមកបង្ហាញជូនពុកម៉ែបងប្អូនឲ្យបានស្គាល់អំពីអូជាងបាទនេះខាងមុខនឹងហៅថាដើមអូជាងបាទនេះដើមបាទហើយខាងនេះស្លឹកបាទសូមបង្ហាញស្លឹកស្តៀងគ្នាជាមួយនឹងស្លឹកស្ដៅដែរពុកម៉ែបងប្អូនបាទនេះមើលបាទអត់ច្បាស់សោះបាទនេះផ្នែកខាងក្រោមនេះស្លឹកបាទរឹងរលោងខាងលើស្លឹករាងកម្ៅជាងខៀវជាងបាទហើយខាងដូចចង់ដូចថ្មិញរណាបាទហើយមេឃសម្បល់បែបនេះបាទហើយនេះសម្បកដើមបាទហើយកន្លែងដុះកន្លែងដែលខ្ញុំថតនេះគឺនៅចកេះភ្នំជើងភ្នំបាទអញ្ចឹងនៅតាមចំការអីក៏មានដែរជាងលើភ្នំក៏មានដែរបានន័យថាដើមមួយជាងដុះនៅតំបន់ភ្នំបាទហើយផ្នែកប្រើប្រាស់ធ្វើជាឱសថសូមបង្ហាញថាសបកនេះដើមនេះបាទសបកដើមហ្នឹងអាចយកមកធ្វើជាថ្នាំធ្លាក់សបាទព្យាបាលជំងឺធ្លាក់សស្ត្រីបាទមីងបងបងប្អូនដែលមានបញ្ហាកើតរោគធ្លាក់សអាចយកសបកអូជាងហ្នឹងទៅផ្សំជាមួយនឹងរុក្ខជាតិផ្សេងទៀតព្យាបាលជំងឺធ្លាក់សបាទហើយស្រួលរដោយសារតែអូជាងគឺជាដើមឈើសម្បូរបែបបាទហើយទំហំដើមមានតូចមិនធំដើមមានធំគួរសមបាទហើយឈើហ្នឹងក៏អ្នកខ្លះគាត់អាចធ្វើជាចម្លាក់ខ្លឹមយកខ្លឹមធ្វើជាចម្លាក់ឬក៏អាលក្តារអីចឹងដែរសម័យនេះគេអាលធ្វើក្តារដែរព្រោះឈើនឹងជាប្រភេទឈើធំបាទហើយសម្បូរពុកម៉ែបងប្អូនចង់រស់មកធ្វើជាថ្នាំប្រើប្រាស់ងាយស្រួលក្នុងការរស់បាទឲ្យតែនៅតំបន់ភ្នំគឺមានស្ទើរតែគ្រប់កន្លែងបាទហើយក៏សូមជម្រាបជូនបន្ថែមបើសិនជាពុកម៉ែបងប្អូនចង់ប្រើប្រាស់នៅថ្នាំខ្មែរបុរាណផ្សេងសូមទាក់ទងមកខ្ញុំតាមលេខទូរស័ព្ទ097 31 13 046 069 30 21 88ឬក៏អាចចូលមកកាន់ Facebook ឆៃលៀងឆៃលីនិង Page គ្រូសេងថ្នាំឆ្នាំងឬក៏តាក់ទងតាម Telegram តាមរយៈលេខ097 31 13 046ដែលមានឈ្មោះថាគ្រូសេងថ្នាំឆ្នាំងដូចគ្នាបាទហើយបញ្ជាក់ជូនពុកម៉ែបងប្អូនថាពេលខ្លះទេអត់ចូលទេលេខរបស់ខ្ញុំឥឡូវឧទាហរណ៍ថាខ្ញុំបង្ហាញជូននេះផ្នែកខាងកើតនេះគឺលើភ្នំអត់សេវាខ្ញុំនៅតំបន់ភ្នំបាទខ្ញុំនៅតំបន់ភ្នំអត់សេវានោះទៅខាងជើងនោះហួសភូមិគេហ្នឹងក៏ភ្នំងាកម្លិចក៏ភ្នំបាទនេះជាចំការចេកនេះជើងភ្នំហើយទៅលើនោះក៏ភ្នំតែម្ដងបាទភ្នំខ្ពស់នេះជើងភ្នំស្វាខ្មៅពុកម៉ែបងប្អូនបាទជើងភ្នំស្វាខ្មៅភ្នំនោះធំបាទអញ្ចឹងបានខាងខ្ញុំនេះអត់មានសេវាទូរស័ព្ទពេលខ្លះពុកម៉ែបងប្អូនទេមកអត់ចូលឬក៏ទេចូលមិនបានលើកដោយសារទុកទូរស័ព្ទនៅផ្ទះកន្លែងមានសេវាហើយខ្ញុំដើរចូលព្រៃបាទខាងខ្ញុំដើរចូលព្រៃដើរកោះថ្នាំរាល់ថ្ងៃនេះម្ល៉េះអត់មានសេវាទូរស័ព្ទទេបាទហើយក៏សូមអរគុណចំពោះពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាក្នុងការតាមដានទស្សនាវីដេអូរបស់ខ្ញុំសូមជូនពរពុកម៉ែបងប្អូនមានសំណាងល្អមានសុខភាពល្អរកស៊ីមានបាននិងអាយុវែងយូរបាទសូមអរគុណ